បាទសួស្តីបងប្អូនព្រឹកនេះផុសខ្នាយនេះម្ដងទៀតមុននឹងផ្ញើទៅឲ្យជាងស្រោបបាទនេះជាប្រភេទខ្នាយដែលមានប្រវត្តិ16ឆ្នាំដែលអ្នកឡើងកញ្ញុងហ្នឹងក៏រកបានបាទតាំងពីប្តីនឹងរស់រហូតដល់ប្តីស្លាប់បានប្រពន្ធគាត់ជាវបាទមានប្រវត្តិបាទប្រវត្តិវែងឆ្ងាយបែកហូរស្ទឹងតែគាត់និយាយត្រួសថារបស់ហ្នឹងគេរឹបានយូរហើយតែយើងមើលខ្នាយក៏ដឹងថារបស់ហ្នឹងវាយូរដែរណាបងប្អូនបាទជាប្រភេទតៃសាហើយមកជារៀងនេះវាបាក់នៅនឹងច្រាបហ្នឹងមានដើមស្វាយព្រៃមួយធំបាទដើមស្វាយព្រៃហ្នឹងគឺរឹសវានៅលើគោកបងបាទហើយវាតែងតែឈ្មោះកោះកកាយកន្លែងវានាំវាថាវានាំកូនចៅមកដេកឈ្មោះក្រោមនឹងតិចណាបងប្អូនបាទហើយមកជារៀងនេះវាបាក់មុននឹងជ្រូកតៃសាបាទអញ្ចឹងគេរឹបានមុនដំបូងគេរឹបានខ្នាយនេះតែមុនរឹបានគេយកសពប្តីអបប្រពន្ធឲ្យទៅរណាបងប្អូនបាទហើយក៏គេរតាមដែលយកសពហ្នឹងដើរទៅឃើញខ្នាយហ្នឹងមួយបាទហើយបន្ទាប់មកក៏រឹបានជ្រូកដែលងាប់ហ្នឹងមកជាហៀងទៀតប្រពន្ធដកមកអត់ដឹងថាសัตว์ចកុំអីទេតែដកឲ្យប្តីអញ្ចឹងណាដកឲ្យប្តីស្គាល់ថាអាហ្នឹងចកុំជ្រូកបាទហើយក៏ទុកមកបាទទុកបាទមានរឿងចេះតែមានរឿងល្អមានរឿងមិនល្អឲ្យកើតឡើងក្នុងក្រុមគ្រួសារហ្នឹងណាបាទអញ្ចឹងយើងមិននិយាយទេដឹងថារបស់នេះគេរឹបានមក16ឆ្នាំហើយបងប្អូនបាទ16ឆ្នាំហើយរបស់ហ្នឹងសេរីចាស់មិនថ្មីទេបើសិនជាវិត័យសាក់ថ្មីមិនមែនសាច់បែបនេះទេណាបងប្អូនបាទមិនសាច់បែបនេះទេហើយមួយជាងនេះមានភ្ញៀវគាត់យកហើយបាទខ្ញុំផ្ញើទៅស្រោបឲ្យគេថ្ងៃហ្នឹងនៅអាមួយជាងដែលវាបាក់នេះណាបងប្អូនបាទហើយតម្លៃក៏សមរម្យដែរបាទអញ្ចឹងប្រភេទខ្នាយដែលខ្ញុំបានមកថ្លៃខ្ញុំមិនហ៊ានជឿមកទេដោយសាររបស់ខ្លះបងប្អូនចង់បានរឿងធូរអញ្ចឹងតើដល់ធូរពីព្រេះបានខ្ញុំជឿមកអញ្ចឹងបងប្អូនបាទនេះជាប្រភេទដែលវាកាច់ចោលបាទកាច់ចោលជាប់នឹងគ្រឹះឈើអាហ្នឹងតាមសម្ដីអ៊ំស្រីនឹងនិយាយណាបងប្អូនបាទហើយបងប្អូនពិចារណាទៅបាទវាបាក់នៅត្រឹមនេះវាងាយនឹងបាក់ដែរបើសិនជាបាក់នៅនេះក៏ខ្ញុំមិនអាចយកមកដែរដោយសារវាបាក់នៅគៀកគល់អញ្ចឹងវាអាចបាក់នៅលើដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងខ្នាយកាច់វាអាចបាក់ត្រឹមចាននេះទេបាទអាចកាច់បាក់ត្រឹមចាននេះទេអញ្ចឹងណាបាទអញ្ចឹងខ្ញុំឃើញវាភិនភាគនឹងវា90% នៃការបាក់ធម្មជាតិណាបើសិនជាវាបាក់ខិតក្រោមនេះវាលើសពីការបាក់ធម្មជាតិខ្ញុំក៏មិនទិញមកដែរបាទអញ្ចឹងរបស់នេះបងប្អូនដែលស្រឡាញ់អាចយកទៅស្រោបឬក៏យើងយកទៅធ្វើកិច្ចប្រើបានអញ្ចឹងបងប្អូនបាទប្រើបានព្រោះអីជាប្រភេទចុងខ្នាយបាទហើយមួយចំហៀងនេះមានម្ចាស់ហើយបងប្អូនមានម្ចាស់ហើយចុងនេះគឺតម្លៃសមរម្យបាទព្រោះខ្ញុំបានមកហ្នឹងគឺពេលដែលជាវមកហ្នឹងគឺគាត់មិនជាវទេគឺគាត់និយាយថាសុំតែអង្គហូបតែប៉ុណ្្នឹងទេបាទហើយខ្ញុំក៏ជូនជាបច្ច័យជាអង្គឲ្យគាត់ទៅបាទអញ្ចឹងក៏គាត់ព្រមមកដោយសាររបស់ហ្នឹងវាអស់និស័យជាមួយគាត់ហើយបាទ16ឆ្នាំនៅជាមួយប្តីគាត់ណាបាទខ្ញុំក៏ជូនជាបច្ច័យខ្លះជាអង្គខ្លះហើយក៏បានយកមកទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងរបស់ខ្លះវាខ្ជិលនិយាយវែងឆ្ងាយបើយើងនិយាយហួសពេកបងប្អូនថាកុហកអញ្ចឹងខ្ញុំនិយាយកាត់តែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនដែលមានជំនឿអាហ្នឹងអាចយកទៅគ្រប់ថែសាបានបាទតម្លៃសមរម្យមិនតម្លៃជួលដល់ពាន់ទេបាទរយតែប៉ុណ្្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទចង់បញ្ជាក់ថានៅសល់ចុងខ្នែមួយចំហៀងមួយជានេះភ្ញៀវយកអញ្ចឹងណាបងប្អូនបាទអញ្ចឹងសូមអរគុណ